សូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមចែករំលែកនៅប្រធានបទថ្មីមួយទៀតអំពីភាពប៉ិនប្រសប់នៃការសន្សំលុយកាក់របស់ជនជាតិជីវីសជនជាតិជីវីសមានរបៀបឬក្បួនសន្សំលុយកាក់ដ៏ចំណានដែលជនជាតិនេះបានអនុវត្តតកូនតចៅជាច្រើនជំនាន់ណាស់មកហើយតោះយើងមកស្វែងយល់ពីមូលហេតុដែលពួកគេមានសិល្បៈក្នុងការសន្សំលុយកាក់ការវិនិយោគដែលអាចកសាងហិរញ្ញវត្ថុទ្រព្យធនរបស់ពួកគេបានយ៉ាងរឹងមាំដូចនេះខ្លះមុននឹងចូលដល់ប្រធានបទអំពីភាពប៉ិនប្រសប់នៃការសន្សំលុយកាក់របស់ជនជាតិជីវីសខ្ញុំសូមលើកឡើងពីប្រវត្តិនៃប្រជាជាតិជីវីសបន្តិចប្រជាជាតិជីវីសបានចាប់ផ្ដើមឡើងកាលពីប្រមាណ 3000 ឆ្នាំមុននៅពេលដែលជនជាតិជីវីសភៀសខ្លួនចេញពីភាពជាទាសករនៅអេស៊ីបហើយធ្វើដំណើរទៅកាន់វាលហដ្ឋានឆ្ពោះទៅកាន់ទឹកដីហ្គាណានគឺអ៊ីស្រាអែលនិងប៉ាឡេស្ទីននាពេលបច្ចុប្បន្ននេះជនជាតិជីវីសឬយូដាត្រូវបានគេស្គាល់ថាជាជនជាតិមួយដែលមានភាពប៉ិនប្រសប់ពូកែក្នុងការគ្រប់គ្រងហិរញ្ញវត្ថុនិងមានវិធីសាស្ត្រសន្សំសំចៃដ៏ឆ្លាតវៃជនជាតិជីវីសមានទម្លាប់សន្សំមុនចាយដែលទម្លាប់នេះហៅថា pay yourself first ពួកគេបានដកលុយសន្សំយ៉ាងហោចណាស់ 20% នៃប្រាក់ចំណូលទុកជាមុនសិនមុននឹងយកទៅចំណាយផ្សេងៗទៀតការដកសន្សំមុននេះគឺជាការសន្សំលុយឲ្យអនាគតខ្លួនឯងក៏ឃើញមានការលើកឡើងអំពីការចំណាយលុយ 20% នេះគឺសម្រាប់សន្សំនិងវិនិយោគផងដែរដែលចំណែកនេះត្រូវបានប្រើប្រាស់ក្នុងគោលបំណងជាក់លាក់ជាពិសេសត្រៀមជាកញ្ចប់លុយសម្រាប់គ្រាអាសន្នសម្រាប់អនាគតកូនការវិនិយោគឬការអភិវឌ្ឍចំណេះជំនាញខ្លួនឯងបន្ថែមជាដើមចំណែកឯ 50% ផ្សេងទៀតជាចំណាយសម្រាប់តម្រូវការប្រចាំថ្ងៃដូចជាការទិញម្ហូបអាហារសម្លៀកបំពាក់ថ្នាំសង្កូវនិងរបស់របរប្រើប្រាស់ផ្ទាល់ខ្លួនជាប្រចាំដែលមិនអាចខ្វះបាននិងចំណែកលុយដែលនៅសេសសល់ផ្សេងទៀតគឺចំណាយសម្រាប់ទៅលើទំនាក់ទំនងសង្គមការបរិច្ចាគជួយក្នុងកិច្ចការងារសង្គមនិងការចំណាយទៅលើការធ្វើដំណើរកម្សាន្តជួបជុំមិត្តភ័ក្តិបងប្អូនជាដើមតាក់ទងទៅនឹងការបែងចែកលុយកាក់តាមចំណែកជាភាគរយរបស់ជនជាតិជីវីសបែបនេះគឺឃើញមានការលើកឡើងនៃចំនួនភាគរយផ្សេងគ្នាជាច្រើនផងដែរអ្នកជំនាញនិងអ្នកស្រាវជ្រាវផ្នែកចំណេះដឹងហិរញ្ញវត្ថុក៏បានលើកឡើងពីគោលការណ៍ចំនួន3គឺ70 20និង10ដែលជារបៀបជនជាតិជីវីសបែងចែកប្រាក់ចំណូលរបស់ពួកគេផ្នែកទី1 70% គឺសម្រាប់ចាត់ចែងទៅលើការចាយវាយសម្រាប់ចិញ្ចឹមជីវភាពប្រចាំថ្ងៃមានម្ហូបអាហារសម្លៀកបំពាក់ថ្នាំសង្កូវជាដើមចំណែកទី2គឺបែងចែក 20% នៃចំណូលរបស់ពួកគេយកទៅសន្សំនិងវិនិយោគដើម្បីត្រៀមជាកញ្ចប់លុយសម្រាប់យកទៅប្រើប្រាស់នៅពេលដែលចាំបាច់បំផុតណាមួយហើយលុយដែលយកទៅវិនិយោគនោះគឺជាប្រភពដែលអាចជួយបង្កើតចំណូលបន្ថែមដល់ពួកគេថែមទៀតផងចំណែកទី3គឺ 10% ផ្សេងទៀតគឺសម្រាប់យកទៅចាយទៅលើការជួយដល់សង្គមតាមរយៈការធ្វើទានដល់អ្នកខ្វះខាតការបរិច្ចាគក្នុងសកម្មភាពមនុស្សធម៌ការចូលរួមចំណែកជួយដល់សាសនាដែលពួកគេយល់ថាត្រូវរួមគ្នាដើម្បីជួយដល់សង្គមជាតិត្រឡប់ទៅវិញសម្រាប់ខ្ញុំផ្ទាល់ការបែងចែកលុយចំនួនប៉ុន្មានភាគរយមិនសំខាន់ខ្លាំងដែលយើងត្រូវតែធ្វើតាមទ្រឹស្ដីឬគោលការណ៍ជាក់លាក់ណាមួយនោះទេគឺខ្ញុំផ្ដោតទៅលើផែនការចំណូលនិងចំណាយផ្ទាល់ខ្លួនធៀបទៅនឹងស្ថានភាពរស់នៅផ្ទាល់ខ្លួនរបស់ខ្ញុំច្រើនជាងពីព្រោះស្ថានភាពរបស់មនុស្សម្នាក់ៗរបស់គ្រួសារនីមួយៗមានស្ថានភាពនិងតម្រូវការផ្សេងៗគ្នាសំខាន់នោះគឺយើងតាំងចិត្តព្យាយាមបង្កើតឲ្យមានទម្លាប់ដកសន្សំមុនចាយឲ្យបានច្រើនតាមលទ្ធភាពដែលអាចធ្វើបានដោយមិនប៉ះពាល់ដល់ខ្ទង់ចំណាយផ្សេងទៀតរបស់យើងជាពិសេសកុំឲ្យប៉ះពាល់ដល់ស្ថានភាពផ្លូវចិត្តនិងផ្លូវកាយរបស់យើងធ្ងន់ធ្ងរពេកមានន័យថាកុំខំអត់ហូបរហូតធ្វើឲ្យខ្លួនឯងពិបាកចិត្តរឿងអត់មានលុយចាយឬមិនហ៊ានទិញរបស់ដែលជាជំនួយដល់សុខភាពទម្លាប់រៀបចំផែនការចាយវាយប្រចាំខែនឹងជួយឲ្យយើងមានវិន័យហិរញ្ញវត្ថុច្បាស់លាស់ត្រឡប់មកវិញពីគោលគំនិតនៃការប្រើប្រាស់គ្រប់គ្រងលុយកាក់របស់ជនជាតិជីវីសបន្តទៀតជនជាតិជីវីសបានកំណត់ជាអាទិភាពចាំបាច់ដោយវិនិយោគទៅលើខ្លួនឯងសម្រាប់ការអភិវឌ្ឍចំណេះជំនាញពលគឺចំណាយលុយទៅលើការសិក្សាការអប់រំរៀនសូត្រជាប់ជាប្រចាំពួកគេសន្សំលុយដើម្បីចូលរួមនៅក្នុងសិក្ខាសាលាវគ្គបណ្ដុះបណ្ដាលកម្មវិធីសិក្សាអប់រំណាដែលចាំបាច់រៀនសូត្រអ្វីដែលត្រូវការចាំបាច់សម្រាប់អភិវឌ្ឍសមត្ថភាពចំណេះជំនាញបន្ថែមនិងទិញសៀវភៅអានជាប្រចាំដើម្បីពង្រីកពុទ្ធិរបស់ពួកគេផងដែរប្រាក់អាចបាត់បង់បានតែចំណេះដឹងនៅជាមួយយើងជារៀងរហូត
ភាពជាបុគ្គលមានសមត្ថភាពចំណេះជំនាញលើខ្លួនឯងជាក់លាក់គឺជាទ្រព្យសម្បត្តិដ៏ធំដែលមិនអាចខ្វះបាននិងជាទ្រព្យមានវិញ្ញាណជួយបង្កើតលុយកាក់និងទ្រព្យសម្បត្តិផ្សេងទៀតជាច្រើនឲ្យយើងទម្លាប់ដ៏ល្អមួយទៀតរបស់ជនជាតិជីវីគឺពួកគេបង្រៀនកូនតាំងពីតូចឲ្យយល់ដឹងអំពីលុយដែលជាផ្នែកមួយឲ្យក្មេងៗចាប់ផ្ដើមបណ្ដុះផ្នត់គំនិតនិងមានចំណេះដឹងហិរញ្ញវត្ថុពេញលេញនាពេលអនាគតឪពុកម្ដាយជនជាតិជីវីមានទម្លាប់បង្រៀនកូនតូចៗរបស់ពួកគេតាំងពីនៅក្មេងដើម្បីឲ្យយល់ដឹងពីតម្លៃនៃលុយនិងការប្រើប្រាស់លុយការបរិច្ចាគជួយដល់សង្គមការធ្វើសកម្មភាពមនុស្សធម៌និងការរៀបចំគម្រោងអនាគតដោយសន្សំលុយមានគោលដៅច្បាស់លាស់និងគោលបំណងជាក់លាក់ចំណែកឯការរៀបចំគម្រោងហិរញ្ញវត្ថុក្នុងគ្រួសារជាវិន័យមួយដ៏ល្អរបស់ជនជាតិជីវីដែលជាទូទៅពួកគេគ្រប់គ្រងលុយកាក់ដោយមានគម្រោងផែនការច្បាស់លាស់ត្រឹមត្រូវដោយរៀបចំជាគម្រោងថវិកាការកត់ត្រាចំណូលចំណាយប្រចាំថ្ងៃដើម្បីងាយស្រួលក្នុងការតាមដាននិងឆ្លុះបញ្ចាំងទៅលើខ្ទង់ចំណាយណាដែលចាំបាច់បំផុតចំណាយដែលមិនសូវចាំបាច់និងចំណាយដែលមិនចាំបាច់ទាល់តែសោះទម្លាប់នៃការរៀបចំគម្រោងហិរញ្ញវត្ថុសម្រាប់គ្រួសារនេះនឹងធ្វើឲ្យគ្រួសាររបស់ពួកគេមានគោលដៅហិរញ្ញវត្ថុច្បាស់លាស់និងដឹងច្បាស់ពីលុយចេញលុយចូលគោលគំនិតដែលយើងអាចពិចារណារៀនសូត្របានបន្ថែមទៀតពីការគ្រប់គ្រងលុយកាក់របស់ជនជាតិជីវីគឺមិនចំណាយទៅលើអ្វីដែលមិនអាចមើលឃើញខណៈដែលគោលគំនិតចំណាយទៅលើការសិក្សារៀនសូត្រសុខភាពនិងបទពិសោធន៍ដែលពួកគេអាចបង្កើនសមត្ថភាពចំណេះជំនាញបន្ថែមបានគឺជាការវិនិយោគដ៏ល្អសម្រាប់ជីវិតប្រចាំថ្ងៃនិងទៅថ្ងៃអនាគតដែលជនជាតិមួយនេះហ៊ានចំណាយហើយពួកគេក៏តែងតែភ្ញាក់រលឹកនិងជៀសវាងលើការចាយវាយទិញទំនិញដែលមិនចាំបាច់វាគ្រាន់តែជារបស់ដែលបំពេញសេចក្តីត្រូវការផ្លូវចិត្តតែប៉ុណ្ណោះទាល់តែរបស់ណាដែលពួកគេយល់ថាវាជាតម្រូវការប្រើប្រាស់ពិតប្រាកដទើបសម្រេចចិត្តចំណាយលុយទិញទម្លាប់នៃការគ្រប់គ្រងលុយកាក់របស់ជនជាតិជីវីមិនមែនសម្រាប់តែខ្លួនឯងប៉ុណ្ណោះទេប៉ុន្តែពួកគេតែងតែយកចិត្តទុកដាក់ជួយដល់សង្គមជនដែលខ្វះខាតនិងសាសនារបស់ពួកគេវិញផងដែរសរុបមកវិញទម្លាប់នៃការចាយវាយលុយកាក់របស់ជនជាតិជីវីមិនមែនជាការសម្ងាត់អ្វីនោះទេតែជាការកំណត់ឲ្យមានវិន័យហិរញ្ញវត្ថុតាំងពីកូនតូចៗរហូតដល់មនុស្សធំដោយពួកគេចាប់ផ្ដើមរៀនសូត្រស្វែងយល់ពីតម្លៃនៃការប្រើប្រាស់លុយកាក់ការគ្រប់គ្រងឲ្យមានប្រសិទ្ធភាពជនជាតិជីវីតែងតែមានទម្លាប់ឬវិន័យហិរញ្ញវត្ថុល្អដោយដកសន្សំមុនចំណាយវិនិយោគលើខ្លួនឯងបន្ថែមទៀតដែលជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតបែងចែកលុយកាក់ឲ្យមានគោលដៅច្បាស់លាស់គ្រប់គ្រងចំណូលចំណាយដោយមានប្រសិទ្ធភាពដឹងច្បាស់ថាអ្វីជាតម្រូវការចាំបាច់ដែលគួរទិញនិងអ្វីដែលគ្រាន់តែជារបស់បំពេញចំណង់ចំណូលចិត្តតែប៉ុណ្ណោះបែងចែកលុយកាក់ដោយមានគោលដៅច្បាស់លាស់គ្រប់គ្រងចំណូលចំណាយមានផែនការចាយវាយត្រឹមត្រូវសូមអរគុណចំពោះការស្ដាប់វីដេអូ podcast មួយនេះប្រសិនបើបងប្អូនមានអ្វីចែករំលែកទៅលើប្រធានបទនេះឬមានមតិយោបល់កែលម្អសូម comment ខាងក្រោមវីដេអូនេះជួបគ្នានៅវីដេអូបន្ទាប់សូមអរគុណ